ចាឥឡូវនេះបាយណែមខ្ញុំនឹងរួចរាល់ហើយឥឡូវសូមមកតាមដានពីគ្រឿងផ្សំទាំងអស់គ្នាជាដំបូងហ្នឹងខ្ញុំបុកគ្រឿងជាមុនសិនគឺមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនឹងម្ទេសឆ្អើរហ្នឹងច្រាំឲ្យម៉ត់ហ្នឹងដាក់លាយខ្ទឹមសបន្តិចអំបិលបន្តិចហ្នឹងបុកឲ្យរាងម៉ត់បន្តិចទៅហើយខ្ញុំមានបាយសហ្នឹងមួយចានពេញហ្នឹងហើយខ្ញុំដាក់ពងទាមួយគ្រាប់ហើយនឹងគ្រឿងដែលបុកមិញហ្នឹងជាមួយនឹងសាច់ជ្រូកច្រាំបន្តិចហើយនេះដងកោសហើយច្រាំឲ្យល្អិតបន្តិចទៅខ្ញុំដាក់ស្ករស2ស្លាបព្រា chicken pro ហ្នឹង1ស្លាបព្រាបាយហើយទឹកត្រី2ស្លាបព្រាបាយជាមួយនឹង oyster sauce ហ្នឹងបន្តិចដែរហើយឥឡូវខ្ញុំច្បល់ចូលគ្នាឲ្យសព្វអញ្ចឹងឲ្យចូលជាតិអញ្ចឹងទៅខ្ញុំធ្វើជាដុំមូហ្នឹងដើម្បីយកទៅចៀនប្រហែលជាជាង10នាទីហ្នឹងឆ្អិនហើយព្រោះបាយនឹងឆ្អិនស្រាប់ឲ្យរាងក្រហមឲ្យឡើងស្រួយអញ្ចឹងទៅគឺធំឈ្ងុយមែនតើបងប្អូនឈ្ងុយចេញពីដូងហើយនឹងគ្រឿងហ្នឹងហើយបន្ទាប់មកនេះខ្ញុំក៏បេះជាដុំទូចអញ្ចឹងទៅហើយនឹងបន្ថែមខ្ទឹមក្រហមចាខ្ទឹមក្រហមជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយនេះខ្ញីបន្តិចដែរហើយឥឡូវនេះខ្ញុំមកបកណែមនេះជាដុំទូចអញ្ចឹងដាក់លាយបញ្ចូលគ្នាហ្នឹងហើយបន្ថែមតែដីលីងហ្នឹងបន្តិចទៅជាមួយនឹងក្រូចហ្នឹងប្រហែលជាមួយដែរចាំបាច់ឲ្យរាងជូរល្មមចាខ្ញុំចូលចិត្តរាងជូរដែរហើយច្បល់ចូលគ្នាទៅហើយនេះចុងក្រោយបន្ថែមស្លឹកខ្ទឹមជាមួយនឹងសាឡិន